ហើយគ្រប់ជំរាបសួរមកកាន់វីដេអូទី2របស់យើងគឺរៀនបន្តពីវីដេអូទី1កាលពីថ្ងៃមុនឥឡូវការប្រើប្រាស់ layer យើងបានបង្កើត layer ហើយ object ដែលនៅក្នុង layer ថ្ងៃមុននេះគឺយើងលុបចេញសិនមកអញ្ចឹងគឺយើងថ្ងៃនេះយើងរៀននៅ comment ថ្មីមួយឈ្មោះ comment line នេះគឺយើងគូវាយអក្សរ L មកយើងคลิกទី point ទី1និងคลิก point ទី2មកនេះជា line មួយដែលយើងមិនបានកំណត់ຂະຫນាតអញ្ចឹងយើងគូចឹងសិនមកសម្រាប់ទី2គឺយើងវាយ line ដូចគ្នាវាយពាក្យអក្សរ L មកហើយคลิกទីតាំងទី1ហើយយើងបញ្ចូលຂະຫນាត1000មកស្មើ1000មីលីម៉ែត្រយើងគិតទៅស្មើ1ម៉ែត្រអញ្ចឹងគឺយើងវាយបញ្ចូលអញ្ចឹងហើយយើងចាក់ຂະຫນាត dimension ដើម្បីតេស្តប្រវែងដែលយើងបានគូរួចរាល់អញ្ចឹងប្រវែងទៅលើ line ទី1ដែលយើងមិនបានកំណត់ຂະຫນាតគឺមាន482មីលីម៉ែត្រសម្រាប់ຂະຫນាតខាងក្រោមគឺស្មើនឹង1000មីលីម៉ែត្រអូខេអញ្ចឹងនៅក្នុងហ្នឹងយើងបានបែងចែក dimension ទៅលើ layer T dimension ដែរអូខេអរគុណច្រើនទៅជួបគ្នានៅវីដេអូទី3បន្តទៀត